វាពិបាកដែរអ្នកសារព័ត៌មានយើងជួបបញ្ហាប្រឈមច្រើនប៉ុន្តែនៅតែស្រឡាញ់បើអត់យើងបាត់បង់សម្លេងរបស់ប្រជាពលរដ្ឋច្រើនព្រោះមែនយើងបានចុះទៅដល់សហគមន៍មូលដ្ឋានដែលជួបបញ្ហាពួកគាត់ប្រាប់ពីកង្វល់របស់ពួកគាត់ពីអីដែលពួកគាត់ចង់បានអញ្ចឹងបើសិនជាខ្ញុំឈប់មានន័យថាពួកគាត់បាត់មនុស្សម្នាក់ដែលនាំអាសម្លេងរបស់គាត់ហ្នឹងទៅកាន់អ្នកដោះស្រាយគាត់អញ្ចឹងនៅតែបន្តទោះបីក្នុងលក្ខខណ្ឌណាក៏ដោយសួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់ The DMC Way រឿងពិតជីវិតពិតបែប DMC Podcast នេះខ្ញុំសានស្រីនេះគឺជាអ្នកសម្របសម្រួលនៅក្នុង podcast មួយនេះហើយ podcast ដែលអ្នកទាំងអស់គ្នាកំពុងតែមើលនេះផលិតឡើងដោយ Department ប្រព័ន្ធផ្សព្វផ្សាយនិងសារកម្មនិគមក៏ដូចជាទទួលបានការគាំទ្រទៅលើសម្ភារៈថតពីហាងកាមេរ៉ាលេងខៀងនិង Nanlite ដូច្នេះតំណាងឲ្យ Department យើងអរគុណមែនទែនទៅដល់ម្ចាស់ឧបត្ថម្ភទាំងពីរដែល like podcast របស់យើងនៅពេលនេះគឺធ្វើឡើងដើម្បីជាវេទិកាមួយនៅក្នុងការប្រមូលផ្ដុំអតីតនិស្សិតដែលបានបញ្ចប់ការសិក្សាឲ្យចូលមកចែករំលែកចំណេះដឹងក៏ដូចជាបទពិសោធន៍ពួកគាត់ទៅកាន់ប្រិយមិត្តទាំងអស់គ្នាជាពិសេសសម្រាប់សិស្សនិស្សិតដែលកំពុងតែស្វែងរកក៏ដូចជាព្យាយាមយល់ដឹងអំពីជំនាញផ្សេងៗនៅក្នុងវិស័យនានាដែល like ឆ្នាំនេះគឺយើងនឹងផ្ដោតទៅលើប្រធានបទមួយគឺចេញពីថ្នាក់រៀនឆ្ពោះទៅរកអាជីពនៅក្នុងក្តីស្រមៃហើយវគ្គនេះតែម្ដងប្រធានបទនៅថ្ងៃនេះតែម្ដងយើងនឹងផ្ដោតសំខាន់ទៅលើអាជីពនៅក្នុងវិស័យសារព័ត៌មានដូច្នេះកុំឲ្យខាតពេលយូរយើងទៅជួបជាមួយនឹងវាគ្មិនដែលមកពីវិស័យសារព័ត៌មានទាំងអស់គ្នាជំរាបសួរឧត្តមជំរាបសួរសិននិចសូមបញ្ជាក់ឲ្យហើយថាពួកខ្ញុំស្គាល់គ្នាអញ្ចឹងប្រហែលជាពាក្យពេចន៍រៀង casual បន្តិចអញ្ចឹងនិយាយឲ្យហើយចឹងអាចសូមហៅឈ្មោះណាអូខេអញ្ចឹងដំបូងសូមឧត្តមជួយណែនាំខ្លួនបន្តិចទៅប្រហែលជាប្រិយមិត្តយើងចង់ស្គាល់ដែរជាដំបូងខ្ញុំសូមជម្រាបសួរអ្នកទាំងអស់គ្នានិងបងប្អូនឬក៏សិស្សនិស្សិតទាំងអស់ខ្ញុំសាមឧត្តមបច្ចុប្បន្នជាអ្នកសារព័ត៌មាននៅវិទ្យុបារាំងអន្តរជាតិ AFE ជាកាមេរ៉ាភាសាអូខេអញ្ចឹងយើងចូលទៅដល់ប្រធានបទយើងតែម្ដងទៅយើងចង់និយាយពីការងារជាអ្នកសារព័ត៌មាននឹងបន្តិចចេញពីសាលាទៅ intern ជាអ្នកសារព័ត៌មានហ្មងឬមួយក៏ចាប់ផ្ដើមជាមួយនឹងការងារផ្សេងទេពេលប្រឡងជាប់ DMC ឆ្នាំដំបូងខ្ញុំរៀនបានកន្លះឆ្នាំក៏ខ្ញុំធ្វើការជាមួយនឹងស្ថាប័នដែលសរសេរទៅលើអចលនទ្រព្យខ្ញុំអត់ទាន់បានទៅ intern ទេប៉ុន្តែដោយសារតែខ្ញុំមានបងប្អូនដែលគាត់ធ្វើអាជំនាញនឹងតែម្ដងអ្នកសារព័ត៌មានហើយមុននឹងខ្ញុំចូល DMC ក៏ខ្ញុំធ្លាប់សរសេរធ្លាប់វឹកហាត់អាជំនាញនឹងជាមួយគាត់ដែរចូលដល់ពាក់កណ្ដាលឆ្នាំទី1ខ្ញុំទៅធ្វើការនៅនោះហើយដល់ពេលចូលដល់ឆ្នាំទី2សាលាយើងចាប់ផ្ដើមឲ្យចេញទៅ intern អញ្ចឹងទៅខ្ញុំដើរសួរគ្នាយើងកន្លែងណាមានគេ intern ប៉ុន្តែឮស្ថាប័នធំដូចរៀងញ៉ាញបន្តិចគិតថារត់អត់រួចរៀងការងារអាចធំសមត្ថភាពអត់ទាន់ដល់ប៉ុន្តែមានរៀមច្បងគាត់ឲ្យទៅ intern នៅ VOD គេហៅវិទ្យុសំឡេងប្រជាធិបតេយ្យនៅក្នុងចូលទៅដំបងសបាយមែនតើម៉ាក់គាត់ដាំបាយឲ្យព្រឹកឡើងហ្នឹងជិះម៉ូតូ today ទៅ intern ចាប់ម៉ោង12ញ៉ាំបាយជាមួយបងនៅ VOA ហ្នឹងនៅ VOD ហើយបន្ទាប់មកយើងក៏ចាប់ផ្ដើមចុះទៅធ្វើព័ត៌មានអីអញ្ចឹងទៅអានឹងការងារដំបូងចង់ដឹងអារម្មណ៍តិចព្រោះអីធ្លាប់ធ្វើការនៅក្នុងការរាយការណ៍ព័ត៌មាននឹងដែរចង់ដឹងអារម្មណ៍តិចថានៅពេលដែលអត្ថបទយើងបានចេញផ្សាយដំបូងណាប្រហែលជាអារម្មណ៍ដូចគ្នាមិនទៅតែចង់ដឹងពីដំតិចពេលដែលអត្ថបទយើងខំទៅសេខិតខំស្រាវជ្រាវខិតខំជជែកជាមួយ editor យើងទាំងងំតែបានទៅសេចេញជាអត្ថបទនោះមួយហើយបានចេញផ្សាយបាន approval នៅក្នុងការចេញផ្សាយតាមមានអារម្មណ៍យ៉ាងម៉េចដែរពេលនោះរំភើបព្រោះយើងមាន byline ឈ្មោះយើងនៅលើ website របស់ស្ថាប័នរបស់យើងហើយមែនតើការងារហ្នឹងគ្រួសារខ្ញុំ support ទាំងម៉ាក់ទាំងប៉ាទាំងបងប្អូននៅពេលដែលអត្ថបទចេញដំបូងខ្ញុំផ្ញើអា link ហ្នឹងឲ្យគាត់ចូលអានហើយខ្ញុំចាប់ផ្ដើមចូលខ្ញុំបានអានឡើងអត្ថបទខ្ញុំបានផ្សាយនៅលើគេផ្សាយព័ត៌មានពេលល្ងាចឡើងម៉ោង 7 អីហ្នឹងហើយអារម្មណ៍មានអារម្មណ៍ថា screenshot អាហ្នឹងយកមក add story ផងដាក់ស្អីផងគ្រប់សព share នេះ share នោះអាហ្នឹងវាជាអារម្មណ៍ដែលយើងទទួលបានអាហ្នឹងគេហៅថាលទ្ធផលដំបូងរបស់យើង
បើទោះបីជាខ្ញុំធ្លាប់ទៅសរសេរនៅកន្លែងផ្សេងពីមុនហើយប៉ុន្តែនៅពេលដែលខ្ញុំចូលមក intern នៅ VOD ខ្ញុំមានអារម្មណ៍ថាអារម្មណ៍ខ្ញុំប្លែកមួយទៀតព្រោះពីមុនខ្ញុំសរសេរតែខាងអចលនៈទ្រព្យឯងដល់ពេលខ្ញុំមក VOD ខ្ញុំសរសេរព័ត៌មានបែបបញ្ហាសង្គមបញ្ហាដីធ្លីកាលនោះខ្ញុំអត់ទាន់ឡើងដល់នយោបាយទេគាត់ថាអត្ថបទហ្នឹងវាខុសប្លែកអីដែលពីខ្ញុំធ្លាប់ធ្វើពីមុនអញ្ចឹងមានអារម្មណ៍ថាវា excited តាមនិយាយមកដូចយើងរៀង passion ទៅលើផ្នែកហ្នឹងហ្មងអ្វីទៅដែលជំរុញគោលដៅយើងឲ្យចង់ចាប់យកការងារហ្នឹងព្រោះថានៅនេះបើអ្នកទាំងគ្នាអត់ទាន់ដឹងនៅ DMC គឺរៀន multi មែនតើជំនាញគឺសពគ្រប់ជំនាញច្រើនមែនតើប៉ុន្តែដោយឡែកហេតុអីបានចាប់យកអាជីពជាអ្នកសារព័ត៌មាននេះបកទៅកាលខ្ញុំរៀនទី10គ្រួសារខ្ញុំមិនមែនដំបូងឡើយខ្ញុំមានពូគាត់ធ្វើខាងកាសែតប៉ុន្តែគាត់អត់ទាន់ចូលទេកាលពេលដែលខ្ញុំរៀនទី10ប៉ាខ្ញុំគាត់ព្រឹកឡើងគាត់ស្ដាប់ព័ត៌មាននៅទទួលហងមាសលោកអ៊ុំរិទ្ធីគាត់និយាយហើយខ្ញុំព្រឹកឡើងខ្ញុំដេកបដាខ្ញុំស្ដាប់រហូតហើយអារម្មណ៍មួយហ្នឹងវាចាប់ផ្ដើមគ្រួសារខ្ញុំអាបឋានជុំវិញហ្នឹងវាសិតតែព័ត៌មានយើងដឹងព័ត៌មានគ្រប់សពបន្ទាប់មកខ្ញុំរៀនចប់ទី12ខ្ញុំមានបងប្អូនដែលគាត់ធ្វើខាងហ្នឹងហើយចិត្តក៏ស្រឡាញ់យើងចំណង់ចំណូលចិត្តការអានការស្ដាប់ចង់ដឹងឮរឿងហ្នឹងវាជំរុញឲ្យខ្ញុំដាក់មក DMC ហើយក៏បច្ចុប្បន្នហ្នឹងក៏ខ្លាចទៅជាអ្នកសារព័ត៌មានចូល5ឆ្នាំ6ឆ្នាំយ៉ាថ្មីបើក5ឆ្នាំអូខេវាផ្ដើមចេញពីបឋានជុំវិញហើយវាជាចំណង់ចំណូលចិត្តរបស់យើងផងហើយអញ្ចឹងទៅក៏ជំរុញឲ្យខ្លាចទៅជាអ្នកសារព័ត៌មានហ្នឹងហើយអូខេឥឡូវយើងចូលទៅដល់តកតងជាមួយនឹងអាជីពសារព័ត៌មានបងមិញយើងគ្រាន់តែនិយាយពីដើមហេតុមូលហេតុចំណង់ចំណូលចិត្តរបស់យើងនៅក្នុងការប្រកបអាជីពហ្នឹងចូលទៅស៊ីជម្រៅបន្តិចទៅលើអាជីពហ្នឹងសម្រាប់ឧត្តមយល់ថាអាជីពមួយនេះអាចពិពណ៌នាបែបណាទៅដើម្បីឲ្យសមឲ្យអ្នកស្ដាប់មកគាត់អាចយល់ពីសម័យឃើញរូបភាពនៃអាជីពមួយហ្នឹងអាជីពហ្នឹងបត់បែនត្រូវតែរហ័សរហួនត្រូវតែ reflect ថងថាយើងត្រូវតែព័ត៌មានយើងតាមដានរហូតវាសឹងតែគ្រប់នាទីគ្រប់វិនាទីយើងត្រូវតែតិចយើងត្រូវតែស្ដាប់ព័ត៌មានរហូតអាចថាព័ត៌មានបើសិនជាយើងអត់ដឹងព័ត៌មានយើងត្រូវសរសេរព័ត៌មានយ៉ាងម៉េចមិនអញ្ចឹងអ្នកកាសែតគាត់ត្រូវតែរហ័សរហួនទៅហ្មងគាត់ភាគច្រើនចំណាយពេលជាមួយនឹងព័ត៌មានទូរស័ព្ទដៃគាត់ scroll ព័ត៌មានរហូតអញ្ចឹងតួនាទីអ្នកកាសែតគឺរហ័សរហួនគេហៅថាតិចវៀងវៃហ្នឹងហើយអូខេចុះបើសិនយើងនិយាយទៅដល់និយមន័យនៃពាក្យសារព័ត៌មាននេះវិញក៏ដូចជាអ្នកសារព័ត៌មានដែរតើយើងអាចឲ្យនិយមន័យគាត់បែបម៉េចទៅបើតាមផ្អែកទៅតាមបទពិសោធន៍បោឧត្តមគ្រប់គ្នាសុទ្ធតែអ្នកសារព័ត៌មានយើងមានទូរស័ព្ទដៃយើងថតយើង live អានឹងគេហៅថាអ្នកសារព័ត៌មានប៉ុន្តែគេហៅ citizen journalist ប៉ុន្តែនៅពេលដែលយើងនិយាយពីអ្នកសារព័ត៌មានអាជីពឬក៏អ្នកសារព័ត៌មានវិជ្ជាជីវៈសម្រាប់ខ្ញុំគិតថាឆ្លងកាត់ការបដិបដាត្រឹមត្រូវបដិបដាក្នុងរយៈពេលខ្លីឬក៏វែងហើយយើងធ្វើការលើផ្នែកនឹងកាន់តែស៊ីជម្រៅទៀតអ្នកសារព័ត៌មានសំខាន់គឺត្រូវតែរាយការណ៍ព័ត៌មានពិតមិនលំអៀងមិនមែនរាយការណ៍តែព្រឹងដែលតាមអារម្មណ៍យើងទេយើងត្រូវតែរាយការណ៍ព័ត៌មានដែលឈរលើគោលការណ៍ពិតហើយត្រូវតែគោរពក្រមសីលធម៌វិជ្ជាជីវៈជាអ្នកសារព័ត៌មានអញ្ចឹងនឹងបានគេហៅថាអ្នកសារព័ត៌មានហើយរាល់ការសរសេរព័ត៌មានក៏យើងត្រូវតែ fact check ដែរមិនមែនចេះតែសរសេរឲ្យតែបានទេព្រោះមកចុងបិចរបស់យើងគឺអាចកែប្រែស្ថានភាពគ្រប់យ៉ាងអាហ្នឹងវាបញ្ហាអញ្ចឹងអ្នកសារព័ត៌មានសំខាន់ជាអ្នកសារព័ត៌មានគឺសំខាន់ណាជាទូទៅបើយើងឲ្យនិយមន័យអ្នកសារព័ត៌មានរបៀបថាយើងជាប្រៀបនាំសារហ្នឹងហើយយើងជាប្រៀបនាំសារដែលជាទូទៅគ្នាយើងតែនិយាយថាជាស្ពានចម្លងអីមិនមែនចម្លងយើងដើរទេចម្លងដំណឹងព័ត៌មានពីគ្រប់មជ្ឈដ្ឋានទៅជូនអ្នកស្ដាប់ឧទាហរណ៍ថាយើងមានបញ្ហានៅក្នុងសហគមន៍មូលដ្ឋានរបស់ពលរដ្ឋគាត់
អត់មានសម្លេងក្នុងការជូនដំណឹងទៅថ្នាក់លើឬក៏អាជ្ញាធរអីទេអញ្ចឹងមានតែអ្នកសារព័ត៌មានទេដែលមានតួនាទីក្នុងការពំនាំអត្តន័យនឹងទៅអាជ្ញាធរឬក៏រដ្ឋាភិបាលឲ្យបានដឹងហើយអ្នកសារព័ត៌មានក៏មានតួនាទីក្នុងការនាំអាព័ត៌មានឬក៏ដំណឹងហ្នឹងពីរដ្ឋាភិបាលមកប្រជាពលរដ្ឋដែរអញ្ចឹងអានេះគេហៅថាអ្នកសារព័ត៌មានហើយអ្នកសារព័ត៌មានមិនមានន័យថាអង្គុយតែសរសេរទេពួកគាត់ត្រូវចុះទៅយកព័ត៌មានតាមមូលដ្ឋាននឹងក្រៅដែរត្រូវតែស្ដាប់សំឡេងរបស់ជនរងគ្រោះពលរដ្ឋដែលគាត់កំពុងតែត្រូវការជំនួយអីពីរដ្ឋាភិបាលអីចឹងទៅស្ដាប់ទៅដូចជាមានផលវិបាកច្រើនមែនតើអាចចូលទៅស៊ីជម្រៅបន្តិចតទៅនឹងផលវិបាកនៃការប្រកបការងាររបស់ឧត្តមនៅក្នុងអាជីពជាអ្នកសារព័ត៌មាននេះតើប្រឈមមុខនឹងអីខ្លះហើយមានផលលំបាកយ៉ាងម៉េចដែរលំបាកច្រើនអ្នកសារព័ត៌មានជួបមិនមែនមានតែខ្ញុំទេសូម្បីតែនិចដែលជាអ្នកសារព័ត៌មានក៏ដឹងដែរទី1បើយើងនិយាយពីការរកព័ត៌មានពេលខ្លះពិបាកដែរបើយើងអត់ស្គាល់ប្រភពយើងអត់ស្គាល់អត់មានបណ្ដាញទេយើងបាត់បង់ព័ត៌មានច្រើនណាអញ្ចឹងដំបូងខ្ញុំធ្វើការដំបូងខ្ញុំអត់ស្គាល់អ្នកណាអ្នកណីអត់ស្គាល់រៀមច្បងអត់មានប្រភពគ្រប់គេមានគ្រប់តាមក្រសួងអីមួយមានគ្រប់មានអីចឹងទៅខ្ញុំឆ្ងល់ថាគេបានព័ត៌មានមកពីណាលឿនមែនហ្នឹងហើយព័ត៌មានគេមិនថ្មីរហូតហើយសិតតែរឿងធំចុះមិនបើខ្ញុំអត់មានខ្ញុំសួរគេថាគេរកដូចគ្នាប៉ុន្តែដល់ពេលខ្ញុំធ្វើការយូរទៅមិនដឹងថាគេមានក្រុមគេមានគ្រប់គេមានបណ្ដាញមានអ្នកបោះព័ត៌មានឲ្យហើយមួយទៀតគឺយើងរកខ្លួនឯងយើងមើលព័ត៌មានអន្តរជាតិអីចឹងទៅតែបកមកពាក់ព័ន្ធទៅនឹងផលប្រឈមរបស់អ្នកសារព័ត៌មានពេលដែលយើងសរសេរព័ត៌មានអីដែល sensitive យើងតែងតែទទួលបាននៅសារ message ប្រាប់ឲ្យលុបអីចឹងទៅព្រោះខ្ញុំធ្លាប់មានបទពិសោធន៍ហ្នឹងឯងមួយទៀតពេលចុះ feel យើងប្រឈមជាមួយនឹងអាជ្ញាធរឧទាហរណ៍ថាទៅរាយការណ៍ព័ត៌មានពីចំនួនរបស់ពលរដ្ឋបញ្ហាដីធ្លីអីចឹងទៅខ្ញុំត្រូវបានអាជ្ញាធរចាប់ទាញទូរស័ព្ទដើម្បីលុបរូបថតលុបវីដេអូមើលកាតកាសែតយើងការបកទៅ2021 ខ្ញុំទៅរាយការណ៍ព័ត៌មាននៅខេត្តកណ្ដាលអាជ្ញាធរជីតាមហើយពេលហ្នឹងភ័យមែនហើយខ្ញុំអត់ដែលធ្លាប់ជួបទស្សនវិជ្ជាបែបហ្នឹងទេសឹងថាបោះបង់ចោលព្រោះដល់ថ្នាក់គេជីតាមហើយយើងខំកិច្ចសួរថាមិនដឹងថាគេដេញតាមជិះខ្ញុំចេញពីកន្លែងរាយការណ៍ព័ត៌មានហ្នឹងហើយគេអាចកុំតាមយើងរហូតខ្ញុំជិះចូលដើម្បីរក្សាសុវត្ថិភាពខ្ញុំជិះចូលកន្លែងដែលមានមនុស្សច្រើនហើយកន្លែងលក់ចាប់ព្រួយកន្លែងហ្នឹងកាលនោះលក់ចាប់ព្រួយហ្នឹងហើយក៏គេឡើងតាមទៅហើយពេលខ្លះទៅរាយការណ៍នៅមុខតុលាការអញ្ចឹងទៅមានគេច្រើនមានគេអីអញ្ចឹងទៅពេលសម្ភារប្រភពអីអញ្ចឹងទៅពេលខ្លះប្រភពក៏ស្រួលប្រភពខ្លះក៏ពិបាកពេលខ្លះប្រភពស្រែកឲ្យនៅកំឡុងពេលដែលយើងសម្ភារអញ្ចឹងទៅពេលខ្លះគាត់និយាយពីគេហៅថាវិជ្ជាជីវៈរបស់យើងអានឹងខ្ញុំអាចនិយាយបានថាជាការប្រមាថទៅលើវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានដែរគាត់ថារាយការណ៍សម្ភារមិនដឹងស្អីចូលចិត្តសម្ភារណារឿងក្តៅអីចឹងទៅរបៀបអញ្ចឹងពិបាកពេលខ្លះវាពិបាកដែរអ្នកសារព័ត៌មានយើងជួបបញ្ហាប្រឈមច្រើនប៉ុន្តែនៅតែស្រឡាញ់បើអត់យើងបាត់បង់សម្លេងរបស់ប្រជាពលរដ្ឋច្រើនព្រោះមែនយើងបានចុះទៅដល់សហគមន៍មូលដ្ឋានដែលជួបបញ្ហាពួកគាត់ប្រាប់ពីកង្វល់របស់ពួកគាត់ពីអីដែលពួកគាត់ចង់បានអញ្ចឹងបើសិនជាខ្ញុំឈប់មានន័យថាពួកគាត់បាត់មនុស្សម្នាក់ដែលនាំអាសម្លេងរបស់គាត់ហ្នឹងទៅកាន់អ្នកដោះស្រាយគាត់អញ្ចឹងនៅតែបន្តទោះបីក្នុងលក្ខខណ្ឌណាក៏ដោយហ្នឹងហើយនេះបើយើងនិយាយពីផលលំបាកដែលយើងជួបនៅក្នុងការប្រកបអាជីពហ្នឹងហើយប៉ុន្តែ
បានផលពីផលលំបាកហ្នឹងវិញតើសង្គមយើងទទួលបានផលប្រយោជន៍អីគេខ្លះពីការរាយការណ៍ព័ត៌មានរបស់យើងនិយាយស្រួលស្ដាប់ថាតើអាជីពជាអ្នកសារព័ត៌មាននេះមានសារៈសំខាន់យ៉ាងម៉េចចំពោះសង្គមយើងអាចកែប្រែបញ្ហារបស់ប្រជាពលរដ្ឋបញ្ហារបស់សហគមន៍មូលដ្ឋានយើងហ្នឹងពីបញ្ហាទៅជាការដោះស្រាយដែលមានដំណោះស្រាយល្អវិជ្ជមានឡើងវិញឧទាហរណ៍ថាខ្ញុំធ្លាប់ផ្សាយរឿងចំនួនដីធ្លីជាមួយនឹងរវាងពលរដ្ឋនិងក្រុមហ៊ុនឯកជនពួកគាត់មានបញ្ហាច្រើនឆ្នាំហើយចង់11ឆ្នាំខ្ញុំផ្សាយរឿងនឹងរហូតខ្ញុំតាមរឿងនឹងជាប់ចុងក្រោយក្រុមហ៊ុនមានដំណោះស្រាយមួយគាត់ក៏ទទួលយកដំណោះស្រាយជាមួយក្រុមហ៊ុនអញ្ចឹងវាជាការជំរុញទឹកចិត្តរបស់ខ្ញុំក្នុងការផ្សាយក្នុងការរាយការណ៍ព័ត៌មានដែលពាក់ព័ន្ធទៅនឹងបញ្ហារបស់ប្រជាពលរដ្ឋប៉ុន្តែរាល់ការផ្សាយរបស់យើងមិនមែនផ្ដោតទៅលើអារម្មណ៍ទេហើយក៏យើងមិនមែនផ្សាយតែសម្លេងរបស់ប្រជាពលរដ្ឋដែរអ្នកកាសែតត្រូវគេហៅប្រកាន់ចំហកដាល non bias កុំលំអៀងបើទោះបីជាយើងមើលឃើញថាពលរដ្ឋគាត់រងគ្រោះហើយតែយើងមិនដឹងថាពលរដ្ឋនឹងរងគ្រោះពិតយើងមិនត្រូវទៅរកភាគីពាក់ព័ន្ធផ្សេងទៀតបើគាត់រងគ្រោះមួយបុគ្គលកយើងទៅរកបុគ្គលកបើជាមួយនឹងខយើងត្រូវទៅរកខហ្នឹងដើម្បីបំភ្លឺរឿងហ្នឹងអ្នកសារព័ត៌មានយើងត្រូវច្បាស់ការយើងមិនអាចសរសេរព័ត៌មានប្លែមប្លំតាមអារម្មណ៍តាមតែការនឹកឃើញនិងបញ្ចូលគំនិតរបស់យើងចូលទៅក្នុងហ្នឹងខ្ញុំចង់សរសេរអញ្ចេះឲ្យរឿងហ្នឹងទៅជាអញ្ចេះបានប៉ុន្តែវាខុសក្រមសីលធម៌វិជ្ជាជីវៈរបស់យើងច្បាប់ការពារតែអ្នកកាសែតដែលរាយការណ៍ព័ត៌មានត្រឹមត្រូវទេបើយើងទៅរាយការណ៍ព័ត៌មានដែលខុសអ្នកណាការពារយើងមិនអញ្ចឹងហ្នឹងហើយអូខេត្រឡប់ទៅកាន់អាជីពនេះវិញបើយើងនិយាយពីជំនាញនៅក្នុងការចាប់ផ្ដើមអាជីពមួយនេះតើយើងត្រូវការជំនាញសំខាន់អីខ្លះយើងត្រូវដឹងពីមូលដ្ឋានគ្រឹះនៃការរាយការណ៍ព័ត៌មានការសរសេរព័ត៌មានផ្ដើមដំបូងខ្ញុំរៀនផ្នែកសារព័ត៌មានហ្នឹងទាំងនៅ DMC lecturer គាត់បរៀនពាក់ព័ន្ធទៅនឹងចាប់ផ្ដើមតាំងពីសរសេរ headline ត្រូវតែខ្លីហើយអ្នកអានមកត្រូវយល់បន្ទាប់មកចូល intro បន្ទាប់មកចូល body ប៉ុន្តែយើងរៀនយើងមានបែបគេហៅ pyramid style ហើយក្នុងព័ត៌មានរបស់យើងត្រូវតែប្រាប់ពី 5W 1H ត្រូវតែរឿងហ្នឹងកើតឡើងមិនបានកើតឡើងអ្នកណាពាក់ព័ន្ធក្នុងរឿងហ្នឹងកើតឡើងនរណាហេតុអីបានរឿងហ្នឹងកើតឡើងហើយយើងត្រូវមានដំណោះស្រាយទៅក្នុងរឿងហ្នឹងមិនវាអញ្ចឹងយើងលុតដំអាការសរសេរផ្នែកនឹងច្រើនតម្រាំបានខ្លាយទៅជាអ្នកសរសេរព័ត៌មានដែលអាជីពខ្ញុំមិនទាន់អាចហៅថាខ្លួនឯងជាអ្នកសារព័ត៌មានអាជីពទេព្រោះខ្ញុំនៅបន្តរៀនពីសិស្សច្បងរៀនពីអ្នកដទៃទៀតអ្នកសារព័ត៌មានយើងបាក់ហៅថាអាជីពព្រោះយើងត្រូវរៀនរហូតបកមករឿងហ្នឹងវិញត្រូវការលុតដំច្រើនទាំងរបៀបនៃការស្វែងរកព័ត៌មានរបៀបក្នុងការសម្ភាសប្រភពហើយយើងត្រូវគិតថាមុំព័ត៌មានដែលយើងសរសេរហ្នឹងបែបម៉េចមិនមែនមុំចេញមកកទៅបាឌីចេញមកខទេអញ្ចឹងវាខុសអ្នកអានវល់អ្នកសរសេរក៏វល់អញ្ចឹងយើងត្រូវឆ្លងកាត់ការបដិបដាបានត្រឹមត្រូវហើយត្រូវដឹងរបៀបក្នុងការរាយការណ៍ទៀតព្រោះពេលខ្លះប៉ះពាល់ដល់សិទ្ធិបុគ្គលទាំងនៅ DMC បរៀនទាំងរបៀបរាយការណ៍ព័ត៌មានទាំងការសរសេរព័ត៌មានទាំងការប្រើប្រាស់រូបថតហើយទាំងសិទ្ធិឯកជនឬក៏សិទ្ធិក្នុងការសម្ភាសអ្នកដទៃចូលទៅទីតាំងកន្លែងណាបើគេហាមឃាត់យើងមិនអាចចូលទៅទេព្រោះហ្នឹងជាទីតាំងរបស់ឯកជនអាហ្នឹងយើងមានបញ្ហាទៀតអញ្ចឹងគេបរៀនទាំងអស់គ្រូបរៀនទាំងអស់បើថាគ្រប់គ្នាអាចក្លាយទៅជាអ្នកសារព័ត៌មានបានតាប៉ុន្តែអ្នកសារព័ត៌មានដែលគាត់ឆ្លងកាត់ការបដិបដារៀនសូត្រត្រឹមត្រូវគេមានរបៀបក្នុងការធ្វើការរបស់គេមិនមែនទៅ live ផ្ដេសផ្ដាសជនរងគ្រោះកំពុងតែដេកនៅក្នុងថ្លុកឈាមអីចឹងទៅស្រាប់តែអ្នកកាសែត
ទៅ live ទៅសម្ភាសជនរងគ្រោះដែលកំពុងឬក៏គ្រួសារជនរងគ្រោះដែលកំពុងតែមានទុក្ខឯអាហ្នឹងវាខុសហើយខុសមែនតើ បើយើងនិយាយពីសិលធម៌វិជ្ជាជីវៈតើការរាយការណ៍ព័ត៌មានបែបនេះវាល្មើសនឹងក្រមសិលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មានយ៉ាងម៉េចខ្លះ ពិតជាល្មើស ចំណុចអីគេខ្លះ ឧទាហរណ៍ថាខ្ញុំជាអ្នកសារព័ត៌មានខ្ញុំមិនគិតថាខ្ញុំគោរពបានល្អឥតខ្ចោះ 100% ទេប៉ុន្តែនៅក្នុងសង្គមយើងខ្ញុំមើលឃើញច្រើនមានគ្រោះថ្នាក់ចរាចរណ៍អ្នកសារព័ត៌មានមួយចំនួនគាត់ទៅ live ព័ត៌មានកំពុងតែគ្រួសារជនរងគ្រោះហ្នឹងទាំងហូរយំហើយទៅសម្ភាសថាមានអារម្មណ៍មិនដែរបងមានអារម្មណ៍មិនដែរមានអារម្មណ៍មិនបើគាត់កំពុងតែមានទុក្ខសោកឲ្យយើងទៅសម្ភាសអញ្ចឹងសមរម្យអត់ហើយខ្ញុំមើលឃើញមកពីមុនណាការប្រើប្រាស់រូបថតដូចថាមុខជនរងគ្រោះឈាមគឺគាត់បិទបាំងទេគឺបង្ហាញស្រស់តែហ្មងមុខក្មេងអីអញ្ចឹងគឺគាត់អត់បិទបាំងទេអាហ្នឹងសិតតែជារឿងដែលអ្នកសារព័ត៌មានត្រូវយល់ដឹងរបៀបអញ្ចឹងក្រមសីលធម៌វិជ្ជាជីវៈគឺត្រូវតែប្រកាន់ឲ្យខ្លាំងមិនមែនចេះតែរាយការណ៍ទេចាប់អារម្មណ៍កន្លែងមួយដែលឧត្តមលើកឡើងមុននឹងថាអ្នកដែលសរសេរព័ត៌មានគឺអត់អាច bias ទៅកាន់ភាគីណាមួយលំអៀងឬក៏តទន់ទៅកាន់ភាគីណាមួយបើសិនជាយើងរាយការណ៍ពីភាគី A និង B អត់អាចតទន់ទៅ A អត់គ្រប់គ្រង B ឬក៏តទន់ទៅ B ហើយអត់គ្រប់គ្រង A ប៉ុន្តែនៅក្នុងនាមយើងជាអ្នករាយការណ៍តើយើងមានផលលំបាកយ៉ាងម៉េចនៅក្នុងការដែលយើងសរសេរដោយមិនភ្ជាប់អារម្មណ៍យើងជាមួយនឹងខ្ញុំចាំសម្ដីរបស់ editor ខ្ញុំគាត់ថាយើងមាននិន្នាការបកណាក៏បានដែរប៉ុន្តែនៅពេលដែលដើរចូលដល់បទ្វារ office កន្លែងធ្វើការដោះអាវប៉ាក់ចេញឬមួយក៏ដើរដល់កន្លែងធ្វើការត្រូវតែប្រកាន់ថាយើងជាអ្នកសារព័ត៌មានហើយអ្នកសារព័ត៌មានឯករាជ្យទៀតហើយត្រូវតែគ្រប់ក្រមសីលធម៌ទៀតកន្លែងហ្នឹងខ្ញុំចង់និយាយថាអ្នកសារព័ត៌មានដូចនិយាយមិញអាហ្នឹងម្ដងទៀតមកអាចនិយាយកន្លែងហ្នឹងម្ដងទៀតដូចយើងដោះអារម្មណ៍ទុកធ្លាប់លើគ្រូនៅ DMC យើង lecture យើងនៅ DMC ក៏គាត់ធ្លាប់ប្រៀនដែរថាអ្នកកសែតដូចយើងដោះអារម្មណ៍ទុកចឹងនៅពេលដែលយើងសរសេរមានន័យថា human being យើងមានអារម្មណ៍យើងចេះខឹងយើងចេះស្អប់ដែរប៉ុន្តែកំឡុងពេលដែលយើងសរសេរហ្នឹងដោះអារម្មណ៍ទុកម្ល៉េះសិនក៏មកវាមកពាក់ព័ន្ធនៅក្នុងការសរសេរហ្នឹងពិតជាអញ្ចឹងមែនអ្នកកសែតមិនអាចបញ្ចូលអារម្មណ៍របស់យើងបានទេមិនអាចសរសេរពាក្យថាសន្និដ្ឋានទេតាមការសន្និដ្ឋានរបស់ខ្ញុំយើងសរសេរតាមការសន្និដ្ឋានរបស់ខ្ញុំនៅក្នុងអត្ថបទយើងមិនត្រូវយើងអ្នកកសែតយើងអ្នកសារព័ត៌មានយើងមានទូនាទីក្នុងការសរសេរប៉ុន្តែមិនមែនមានទូនាទីក្នុងការបញ្ចូលអារម្មណ៍បញ្ចូលគំនិតរបស់យើងទេគ្រប់យ៉ាងគ្រប់ព័ត៌មានគឺត្រូវតែយោងទៅលើប្រភពច្បាស់លាស់ត្រូវតែសម្ភាសប្រភពឲ្យបានត្រឹមត្រូវទើបយើងអាចយកមកសរសេរបានមិនមែនរឿងហ្នឹងដូចថាពាក់ព័ន្ធនឹងរឿងច្បាប់អ្នកសារព័ត៌មានគាត់ច្បាស់ជាដឹងនីតិវិធីច្បាប់ខ្លះហើយប៉ុន្តែគាត់មិនមែនយកចំណេះរបស់គាត់ហ្នឹងយកទៅសរសេរណាគាត់ត្រូវសម្ភាសអ្នកនាំពាក្យរបស់ក្រសួងយុទ្ធភ័ពដើម្បីបកស្រាយរឿងច្បាប់ហ្នឹងឧទាហរណ៍ថាមានករណីឃាតកម្មឬក៏គ្រោះថ្នាក់ចរាចរណ៍អីចឹងទៅអ្នកសារព័ត៌មានគាត់ដឹងហើយថាអាច្បាប់អាហ្នឹងយើងត្រូវប្រើច្បាប់អីដើម្បីដាក់ទៅលើជនល្មើសហ្នឹងប៉ុន្តែអ្នកសារព័ត៌មានអាចស្អីចឹងបានទេប៉ុន្តែយើងអាចយោងទៅលើច្បាប់ហ្នឹងវិញយើងយកច្បាប់ហ្នឹងមកយកមកយោងប៉ុន្តែមិនមែនប្រើតាមគំនិតខ្ញុំគិតថាអញ្ចេះទេយោងតាមមាត្រានេះហ្នឹងហើយយោងតាមមាត្រានេះមាត្រានោះព្រោះហ្នឹងវាជាច្បាប់ដែលមានស្រាប់ហើយប៉ុន្តែបើថារបៀបដែលលើសពីសមត្ថភាពយើងឬក៏លើសពីអីដែលមានស្រាប់ហើយឲ្យយើងទៅបញ្ចេញគំនិតខ្លួនឯងយើងអាចទៅធ្វើអញ្ចឹងបានទេខុសក្រមសីលធម៌ហើយពេលមានបញ្ហាក៏យើងជាអ្នកទទួលខុសត្រូវខ្លួនឯងដែររបៀបអញ្ចឹងជឿជាក់ថាមិញយើងបានចែកម្លែកបទពិសោធន៍ច្រើនហើយនៅក្នុងអាជីពជាអ្នកសារព័ត៌មានពីបទពិសោធន៍របស់ឧត្តមផ្ទាល់នៅក្នុងការធ្វើការងារជាអ្នកសារព័ត៌មានប្រហែល 5-6 ឆ្នាំកន្លងមកនេះឥឡូវយើងចង់បដោតសំខាន់ទៅលើការដែលយើងអាចឈានជើងចូលទៅក្នុងការងារនេះបានវិញសម្រាប់បងប្អូនដែលគាត់ចង់ចូលឬក៏ចង់ប្រឡូកនៅក្នុងការងារហ្នឹងតើឧត្តមគាត់ថាគាត់គួរតែចាប់ផ្ដើមពីអីទៅមុនឬគួរពង្រឹងចំណេះដឹងអីគេខ្លះសម្រាប់គ្នាយើងដែលចង់ប្រឡូកក្នុងវិស័យសារព័ត៌មានហ្នឹង
ទីមួយត្រូវចូលចិត្តតាមដានព័ត៌មានបើយើងធ្វើអ្នកសារព័ត៌មានមិនចូលចិត្តតាមដានព័ត៌មានធ្វើទៅអី យើងមានអីស្អី ហ្នឹងហើយព្រោះព័ត៌មានមិនមែនតាមបានតែព័ត៌មាននៅក្នុងស្រុកណាយើងតាមដានព័ត៌មាននៅលើសកលលោកហើយបើអ្នកសារព័ត៌មានតាមដានដើរក្រោយស្ថានភាពយើងឡែតជាងគេជាងឯងអញ្ចឹងពួកគាត់ត្រូវប្រឹងខ្លួនទី1ត្រូវតាមដានព័ត៌មានទី2ត្រូវប្រឹងអាចចំណេះដឹងនៃការសរសេរហ្នឹងសំខាន់ណាស់ព្រោះរបៀបទាំងការចាប់មុំរបៀបទាំងការសម្ភាសប្រភពបើចាប់មុំមិនស្រួលដូចសឡចាប់ឆាយអញ្ចឹងពីលើមកដល់ក្រោមអត់ដឹងថារឿងហ្នឹងចង់និយាយពីអីអត់ផ្សារភ្ជាប់គ្នាហ្នឹងហើយបើថាសម្ភាសប្រភពទៀតប្រភពយើងមិនមែនតែពលរដ្ឋឯណាសិតតែថ្នាក់ដឹកនាំសិតតែអាជ្ញាធរហើយក៏មិនមែនគ្រប់ប្រភពស្រួលទាំងអស់ដែរពេលខ្លះពួកគាត់ធ្វើការហត់យើងបខំគាត់យើងទេទៅគាត់លេចកើតគាត់ខឹងគាត់សែកឲ្យយើងអញ្ចឹងបងប្អូនដែលគាត់ចង់ប្រឡូកក្នុងវិស័យហ្នឹងត្រូវតែប្រឹងសមត្ថភាពខ្លួនឯងដំបូងគឺត្រូវតាមដានគ្រប់ព័ត៌មានឲ្យដឹងគ្រប់ហេតុការណ៍យើងសរសេរព័ត៌មានបើយើង MT នៅក្នុងខ្លួនយើងអត់ដឹងថាចាប់ផ្ដើមសរសេរពីអីហើយបើសិនជាយើងអត់ដឹងអារបៀបសរសេរទៀតទៅហើយកសែតមិនមែនសរសេរឲ្យតែបានទេណាអូឌៀនយើងច្រើនណាទាំងពលរដ្ឋធម្មតាទាំងអ្នកដែលគាត់កម្រិតវប្បធម៌ខ្ពស់អ្នកធ្វើការរាជការសិតតែត្រូវអានអត្ថបទយើងអញ្ចឹងពួកគាត់ត្រូវលុតដំហើយគាត់ត្រូវទទួលបានការប្រដៅត្រឹមត្រូវព្រោះមិនមែនរៀនមួយថ្ងៃពីរថ្ងៃចេះណាសូម្បីតែខ្ញុំរៀនផ្នែកកសែតហ្នឹងរាប់សិបឆ្នាំដំបូងគឺយើងអត់ទាន់អាចសរសេរបានល្អដែរការប្រើប្រាស់ពាក្យពេចន៍នៅឆ្កងយើងអត់ទាន់ចេះលេងពាក្យយើងអត់ទាន់ចេះរបៀបក្នុងការសរសេរវាល្អយើងអត់ទាន់ចេះរបៀបក្នុងការសម្ភាសប្រភពឲ្យល្អជាងមុនឲ្យវាសង់តង់ជាមួយប្រភពឲ្យវាស៊ីជម្រៅជាងមុនពេលខ្លះដំបូងទៅសម្ភាសប្រភពភ័យសួរកត់សើសំណួរនៅលើกระดาษទៅឲ្យអានប្រភពដំបូងហ្នឹងបណ្ដាញអានអសមែនហើយអាសំឡេងយើងទៅរបៀបថាអ្នកទាំងអស់គ្នាដឹងហើយអាដំបូងប្រឡូកអីមួយហ្នឹងបើថាឡើងកាន់ក្បាលមេក្រូឬក៏ទេសម្ភារចាប់ផ្ដើមសម្ភារភ័យញ័រមាត់នឹងនិយាយអត់ទៅតាត់ហើយត្រូវតែប្រភពស្ដីឲ្យសម្លុតទៀតនៅហ្នឹងបិទហ្មងខ្ញុំមានបបិសោតណាខ្ញុំសម្ភារប្រភពមួយរឿងហ្នឹងយើងអត់ដឹងច្បាស់ទៀតទៅសួរគេរឿងហ្នឹងពាក់ព័ន្ធទៅនឹងដីធ្លីតែទៅសួរគេរឿងតម្លៃដីធ្លីអាចរអ្នកទ្រព្យហ្នឹងហើយចាំមានបបិសោតរឿងអាចរអ្នកទ្រព្យយើងមានច្បាស់ជាងហ្នឹងគាត់ថាស្ដីឲ្យម៉ាំងគេបិទទូរស័ព្ទទឹកភ្នែកហូរតក់អញ្ចឹងអ្នកដែលគាត់ចង់ប្រឡូកអាហ្នឹងត្រូវតែរៀនវឹកហាត់លុតដំខ្លួនឯងហើយត្រូវតែមានបទពិសោធន៍យកបទពិសោធន៍មិនមែនមានបទពិសោធន៍ទៅធ្វើទេមានថាយើងចេញពីការបដិបដារៀនសូត្រលុតដំខ្លួនឯងយើងទៅធ្វើការមានបទពិសោធន៍លើហ្នឹងកន្លែងហ្នឹងចង់ចែកម្លែកដែរពួកអីធ្លាប់មានបទពិសោធន៍នៅខាងហ្នឹងដែរធ្វើឲ្យបិទថាស្ថាប័នដែលខ្ញុំធ្វើមិនតម្រូវឲ្យធ្វើព័ត៌មាន sensitive ដូចឧត្តមធ្វើទេប៉ុន្តែពេលដែលទេសម្ភាសភ្ញៀវដំបងហ្នឹងមែនអារម្មណ៍ហ្នឹងភ័យខ្លាំងហើយខ្ញុំនៅចាំពាក្យដែល editor គាត់បានប្រាប់និពន្ធនយោបាយខ្ញុំគាត់បានប្រាប់ថានៅពេលដែលយើងធ្វើរឿងអីមួយយើងចង់សម្ភាសរឿងហ្នឹងខ្លួនយើងជាអ្នកសរសេរយើងត្រូវច្បាស់រឿងហ្នឹងសិនហើយយើងចង់បានចម្លើយអីពីគាត់មានន័យថាយើង expect ហើយថាគាត់នឹងឆ្លងបែបម៉េចព្រោះបើតាមការស្រាវជ្រាវរបស់យើងអាចដឹងយើងអាចស្គាល់ប្រភពហ្នឹងថាគាត់អាចឆ្លើយរបៀបម៉េចហើយយើងមានចម្លើយហ្នឹងក្នុងចិត្តយើងហើយប៉ុន្តែយើងត្រូវការយើងត្រូវការបង្គ្រប់ន័យដើម្បីឲ្យគាត់បញ្ជាក់ន័យទៅលើព័ត៌មានដែលយើងចង់បានអញ្ចឹងនៅពេលណាដែលជួនកាលប្រភពគាត់ឆ្លើយអត់ត្រូវចំ
អ្វីដែលយើងចង់បានអញ្ចឹងត្រូវចាក់សួរតទៀតដើម្បីបានចម្លើយដែលយើងចង់បានហើយពេលខ្លះទៀតគាត់ស្ដីឲ្យយើងដោយសារតែយើងអត់ច្បាស់ព្រោះខ្ញុំធ្លាប់ជួបបទពិសោធន៍នឹងខ្ញុំគិតថាខ្ញុំមានតែ3សំណួរអញ្ចឹងខ្ញុំទិញតែ3សំណួរហ្នឹងដើម្បីសួរគាត់តែរឿងផ្សេងក្រៅពីហ្នឹងយើងអត់ដឹងទេអញ្ចឹងភ្ញៀវខ្លះប្រភពខ្លះគាត់ចង់សាកយើងសួរឲ្យអស់គាត់សួរយើងវិញដល់ពេលដែលគាត់សួរយើងវិញមកយើងចាប់ដើមកៀងយើងឆ្លើយអត់ចេញព្រោះយើងដឹងតែប៉ុណ្្នឹងឯងយើងអត់បានរៀនអីផ្សេងទេអញ្ចឹងបានន័យថាចង់ធ្វើរឿងហ្នឹងរឿងដែលពាក់ព័ន្ធជាមួយនឹងប្រធានបទហ្នឹងត្រូវតែដឹងអាហ្នឹងពាក្យសម្ដីពី editor ខ្ញុំណាអាហ្នឹងវាត្រូវហើយព្រោះបើយើងអត់ដឹងរឿងហ្នឹងយើងទៅសេរឿងហ្នឹងដូចដឹកគោមើលកុនចុះទម្រាំអ្នកអានហ្នឹងហើយគេថាយើងមិនច្បាស់ខ្លួនឯងយើងសរសេរទាំងមិនច្បាស់អ្នកអានកាន់តែវល់អញ្ចឹងអ្នកកសែតត្រូវច្បាស់រឿងហ្នឹងមុននឹងសេរឿងហ្នឹងត្រូវ research សិនថារឿងហ្នឹងវាកើតឡើងបែបម៉េចបើថារឿងហ្នឹងវាធ្លាប់កើតឡើងហើយយើងត្រូវតែមើលសារបានរឿងហ្នឹងសិនមិនមែនទៅដល់យើងសម្ភាសផាំងយកមកសេណាវាអត់ចំន័យហើយអ្នកកសែតត្រូវសម្រួចអត្តន័យមិនមែន editor ចង់ឲ្យសេម៉ានសេប៉ុណ្ណឹងកដាស់ហ៎ខ្លីខ្លឹមស្ថាប័នខ្ញុំមិនមែនឲ្យសរសេរម្ដង 3-4 ទំព័រទេព្រោះយើងជាវិទ្យុសរសេរអីដែលខ្លីហើយខ្លឹមច្បាស់កដឹងកខដឹងខមិនមែនកាច់កង់ដូចទឹកកឡុកណាមកទៅដល់បើថាបទយោការយើងណែងនងអញ្ចឹងណាណែងនងឲ្យព្រោះស្ដាប់ប៉ុន្តែបើថាព័ត៌មានតនហេតុការខាងកន្លែងខ្ញុំគេហៅដែរព័ត៌មាន article តនហេតុការហ្នឹងយើងសរសេរខ្លីឲ្យខ្លឹមហើយត្រូវមានប្រភពឲ្យច្បាស់លាស់មិនមែនមានតែមួយប្រភពហើយយើងចេញផ្សាយទេឧបមាថាខ្ញុំសេរឿងហ្នឹងហើយខ្ញុំអត់ទៅសម្ភាសប្រភពមួយទៀតទេអញ្ចឹងរឿងយើងវាអត់ balance បាត់ទេណារៀងវាហេលហារឿងហើយយើងក៏ចេញទៅយើងអត់សនុកចិត្តទៀតតិចចេញទៅមានគេប្រតិកម្មមានគេថាយើងនឹងសរសេរលំអៀងអីចឹងទៅអញ្ចឹងត្រូវតែច្បាស់ហ្នឹងហើយជាពិសេសរឿងនយោបាយត្រូវតែរកប្រភពឲ្យបានគ្រប់ជ្រុងទាំងអស់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអង្គការសង្គមស៊ីវិលទាំងរដ្ឋាភិបាលទាំងបុគ្គលនោះនិងអ្នកជំនាញទៀតបើនិយាយនយោបាយយើងត្រូវរកអ្នកជំនាញផ្នែកហ្នឹងយកមកនិយាយដែរមកឲ្យបានច្រើនប្រភពកាន់តែល្អដើម្បី support រឿងរបស់យើងដូចខ្ញុំនិយាយហ្នឹងថាមិនមែនបញ្ចូលគំនិតរបស់យើងទេយើងត្រូវតែរកប្រភពដើម្បី support based on fact យ៉ាជាសំណួរចុងក្រោយសម្រាប់បងប្អូនដែលគាត់អត់ទាន់បានចូលរៀនណាតើគាត់គួរតែត្រៀមលក្ខណៈយ៉ាងម៉េចដើម្បីខ្លាយជាអ្នកសារព័ត៌មានពីបទពិសោធន៍យើងផ្ទាល់តែយើងគិតថាចង់ឲ្យគាត់ត្រៀមខ្លួនអីគេខ្លះត្រៀមខ្លួនមិនខុសពីអីដែលនិយាយមុននឹងទេប៉ុន្តែគាត់ថាត្រៀមខ្លួនមានតែខំប្រឹងរៀនព្យាយាមវឹកហាត់ការងារទៅចូល intern ពេលដែលគាត់រៀនប្រឡងជាប់ចូល DMC រៀនផ្នែកហ្នឹងយើងត្រូវច្បាស់ថាយើងពិតជាចង់ខ្លាយជាអ្នកសារព័ត៌មានត្រូវ search មើលថាអ្នកសារព័ត៌មានបែបម៉េចធ្វើម៉េចបានខ្លាយទៅជាអ្នកសារព័ត៌មានត្រូវចេះរបៀបបកក្នុងការសរសេរការរាយការណ៍ព័ត៌មានពិតរបៀបក្នុងការចុះទៅយកព័ត៌មានបើយើងអត់ត្រៀមខ្លួនហើយយើងត្រូវតាមដានព័ត៌មាននិយាយទៅត្រូវតាមដានព័ត៌មានសំខាន់តែហ្មងយើងមិនអាចសូម្បីខ្ញុំបកទៅពេលដែលខ្ញុំចូលប្រឡងដំបូងខ្ញុំប្រឡងសរសេរចប់ត្រូវឆ្លងចូលមកវគ្គសម្ភាសចិត្តថាដឹងតែមករៀននៅ DMC គឺត្រូវតែធ្វើអ្នកសារព័ត៌មានចឹងមានគោលដៅតាំងពីដើមហ្នឹងហើយពេលចូលមកសម្ភាស lecturer សួរថាបងអូនចង់ធ្វើអីខ្ញុំថាខ្ញុំចង់ធ្វើជាអ្នកកសែតហើយពេលនោះកំហុសធំរបស់ខ្ញុំមួយគឺពេលដែលគាត់សួរថាមានតាមដានព័ត៌មានអត់ខ្ញុំថាតាមដានចុះអីគេជា EBA ពេលហ្នឹងដឹងបានមើលព័ត៌មានពី EBA everything but not arm គាត់សួរថាម៉េចបាន EBA គេដកអត់ដឹងអាលីងបែកខ្ញុំគិតថាអូអត់ជាប់ទេអត់ជាប់ត្មងព្រោះ
អ្នកសម្ភាសន៍ដឹងថាយើងកុហកបាត់ហើយមើលទៅតែតាមពិតយើងមើលឯកណាយើងអត់ច្បាស់ខ្លួនឯង អត់បានស៊ីចម្រៅ នឹងអត់បានស៊ីជម្រៅអញ្ចឹងត្រូវតាមឲ្យជាប់មិនមែនច្បោឲ្យយើងទៅនិយាយទេអានេះនិយាយកំហុសរបស់ខ្ញុំប៉ុន្តែជាភ័ព្វសំណាងដែរយើងជាប់ប៉ុន្តែខ្ញុំមិនមែនជាប់ខាង scholarship ទៀតព្រោះអីខ្ញុំអត់បានដាក់ scholarship ពីសាលាមកទេខ្ញុំ apply មកហ្នឹងគឺ apply ខាង fee paying បងថ្លៃ ហ្នឹងហើយអញ្ចឹងត្រូវលុតដំខ្លួនឯងបើថាយើងស្រឡាញ់អ្នកវិស័យសារព័ត៌មានហ្នឹងយើងត្រូវមើលអ្នកកសែតពីមុនមកគាត់ធ្វើមិនខ្មិចរបៀបការធ្វើការរបស់គាត់បែបមិនខ្មិចគាត់បរិងខ្លួនបែបមិនខ្មិចអាការរាយការណ៍ព័ត៌មានរបស់គាត់បែបមិនខ្មិចអាការសរសេរព័ត៌មានហ្នឹងបែបមិនខ្មិចមិនមែនសរសេរមួយថ្ងៃពីរថ្ងៃស្ទាត់ជំនាញទេសូម្បីតែខ្ញុំមកទល់ឥឡូវពេលខ្លះក៏នៅមានបញ្ហាដែរសរសេរពេលខ្លះអត់ដឹងគួរសរសេរបែបមិនខ្មិចទេអញ្ចឹងមុននឹងគាត់ចង់ចូលប្រឡូកនៅក្នុងវិស័យហ្នឹងត្រូវតែរៀនពីមួយថ្ងៃទៅមួយថ្ងៃមើលព័ត៌មានឲ្យជាប់មើលពីសិស្សច្បងរបស់យើងដែលគាត់ធ្វើនៅកសែតអ្នកធ្វើកសែតពីមុនបើថាអ្នកគាត់ចង់ដឹកនាំកម្មវិធីនៅក្នុងប៉ុស្តិ៍ទូទៅគាត់មើលអ្នកដែលគាត់ធ្វើការនៅក្នុងផ្នែកហ្នឹងទៅគេនិយាយម៉េចគេប្រើសូសៀងគេម៉េចរបៀបគេនិយាយបែបម៉េចបើចង់សរសេរអ្នករាយការណ៍ព័ត៌មានយើងមើលទៅរបៀបអញ្ចឹងសូម្បីតែខ្ញុំពីមុនគឺខ្ញុំអញ្ចឹងដែរខ្ញុំមើលគ្រប់ព័ត៌មានគ្រប់ស្ថាប័នទាំងអង់គ្លេសទាំងខ្មែរហើយខ្ញុំសួរសិស្សច្បងដែលគាត់ធ្វើវិស័យហ្នឹងខ្ញុំសួរគាត់ធ្វើបែបម៉េចពេលយកព័ត៌មានយកបែបម៉េចរបៀបរកព័ត៌មានរកបែបម៉េចលេខទូរស័ព្ទយើងបានមកពីណាយើងបង្កើតតំណែងបែបម៉េចអញ្ចឹងហ្នឹងអីដែលគាត់ត្រូវដឹងចាអរគុណច្រើនមែនតើឧត្តមសម្រាប់ការចំណាយពេលមកចូលរួម podcast របស់យើងថ្ងៃនេះលើថារវល់ផងជ្រៀតមកចូលរួមចាហើយក៏អរគុណទៅដល់ប្រិមិត្តដែលបានតាមដានតាំងពីដើមរហូតមកដល់ចប់ហើយសង្ឃឹមថាប្រិមិត្តបានស្គាល់ក៏ដូចជាយល់ដឹងច្បាស់មួយផ្នែកទៀតហើយពីអាជីពជាអ្នកសារព័ត៌មានហើយបើសិនបើចង់ដឹងអំពីជំនាញបន្តទៀតប្រិមិត្តអាចបន្តតាមដាន The DMC Way podcast របស់យើងនៅវគ្គក្រោយទៀតដែលវគ្គក្រោយនេះយើងនឹងជជែកអំពីអាជីពជាមន្ត្រីទំនាក់ទំនងសាធារណៈដូច្នេះគណៈពេលនេះនាងខ្ញុំសានស្រីណាជាអ្នកសម្របសម្រួលក៏ដូចជាវាគ្មិនរបស់យើងគឺឧត្តមសូមអរគុណសូមជម្រាបលា